អ្នកគាំទ្រភាគច្រើនប្រកាសជាបានដឹងហើយពីការប្រកួតនាពេលថ្មីនេះដែលអ្នកលេងពូថៅដៃពិឃាតធឿនធារាបានទទួលរងបរាជ័យនៅលើសង្វៀនប្រយុទ្ធជារឿងដ៏កម្រខ្លាំងណាស់ដែលកីឡាករធឿនធារារងបរាជ័យនៅក្រោមថ្វីដៃកីឡាករបរទេសដោយកីឡាករធឿនធារាត្រូវបោះបង់ការប្រកួតដោយសារតែកីឡាករអាសែបៃសង់វាយឲ្យកីឡាករធឿនធារាមានរបួសភ្នែកទៅវិញក្រោយពីបញ្ចប់ការប្រកួតភ្លាមធឿនធារាមិនគិតពីខ្លួនឯងនោះទេប៉ុន្តែបែរជាលើកទូរស័ព្ទមកថតវីដេអូសំទោសមហាជននិងអ្នកគាំទ្រដោយកីឡាករធឿនធារាលើកឡើងថាខ្លួនពិតជាធ្វើមិនបានល្អនោះទេជាងខ្លាំងគុនខ្មែររូបនេះបាននិយាយថាសម្រាប់ការប្រកួតជាមួយនឹងកីឡាករអាសែបៃសង់រូបនោះរូបគេមិនគិតថាលឿនដល់ថ្នាក់នេះនោះទេដោយរូបគេថារូបគេវាយតាមទម្លាប់បុកស្របគ្នាដោយប្រហែសមួយពេលក៏ផ្លាត់ចូលដៃតែម្ដងដូច្នេះហើយធឿនធារាបានលើកម្រាមដៃ10សំទោសពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលខ្លួនធ្វើពុំសូវបានល្អយ៉ាងណាមិញក៏មានអ្នកគាំទ្រមួយចំនួនដែលបានទស្សនាការប្រកួតហើយឃើញពីការលំបាករបស់ធឿនធារានិងភាពឈឺចាប់ក្រោយពីរងរបួសភ្នែកនាពេលដែលចូលកណ្ដាប់ដៃរបស់កីឡាករជើងខ្លាំងអាសែបៃសង់ដែលមានឈ្មោះថារូស្លានណាគីយ៉ាវដែលកីឡាកររូបនេះគឺជាជើងខ្លាំងមួយរូបដែលមានប្រវត្តិប្រកួត25លើកធំឈ្នះរហូតទៅដល់17លើកឯណោះមុនប៉ះធឿនធារានេះក៏ជាមូលហេតុមួយទៀតដែលធ្វើឲ្យធឿនធារាពិបាកផងដែរដូច្នេះហើយអ្នកគាំទ្រភាគច្រើនក៏បានចូលទៅលើកទឹកចិត្តធឿនធារាដោយយោគយល់និងអាណិតអាសូរមិនដាក់បន្ទុកបន្ថែមទៅលើធឿនធារានោះទេព្រោះកីឡាករតែងតែមានឈ្នះមានចាញ់ថ្ងៃនេះយើងឈ្នះថ្ងៃក្រោយក៏គេឈ្នះយើងវិញដែរគ្រាន់តែសុំឲ្យធឿនធារាធ្វើឲ្យបានល្អជាងនេះនៅពេលក្រោយកុំឲ្យដេកលើកនេះទៀតចំណែកឯអ្នកគាំទ្រខ្លះទៀតដែលស្រឡាញ់ចង់ឃើញធឿនធារាកាន់តែខ្លាំងជាងនេះក៏ចូលទៅសរសេរជាមតិរិះគន់ដើម្បីស្ថាបនាដោយការស្រឡាញ់សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងមានការយោគយល់ដល់ធឿនធារានិងយកការបរាជ័យថ្ងៃនោះជាបទពិសោធន៍កម្លាំងចិត្តដើម្បីកសាងខ្លួនឯងកាន់តែខ្លាំងដើម្បីមហាជននិងគុនខ្មែរបន្តទៀតនៅមុនការប្រកួតមកដល់កីឡាករធឿនធារាបានសម្ភាសជាមួយនឹងភ្នាក់ងារថោកញុះដោយធឿនធារាបាននិយាយថាដៃគូរបស់គាត់នឹងគឺពិតជាខ្លាំងណាស់ប៉ុន្តែធឿនធារាបានតាំងចិត្តវាឲ្យអស់ពីលទ្ធភាពក្នុងការវិលត្រឡប់មកវិញដូច្នេះហើយទើបគាត់គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាមគេសម្រុកផ្លែតទើបឲ្យមានការផ្លត់ដៃចូលភ្នែកបែបនេះបើក្រឡេកមកមើលដៃគូរបស់ធឿនធារាវិញមុនការប្រកួតក៏បានផ្ដល់សម្ភារមកកាន់ភ្នាក់ងារព័ត៌មានផងដែរដោយរូបគេបាននិយាយថាគេបានត្រៀមខ្លួនបានយ៉ាងល្អហើយស្គាល់ពីធឿនធារាច្បាស់ណាស់ដូច្នេះហើយរូបគេប្រកាសជារកវិធីសាស្ត្រដែលធ្វើឲ្យធឿនធារាភ្លេចខ្លួនដើម្បីយកជ័យជំនះការតាំងចិត្តនិងក្តីរំពឹងរបស់គេគឺទទួលបានផលជោគជ័យដូចអ្វីដែលគេប៉ងប្រាថ្នាមែនជាចុងក្រោយសូមជូនពរឲ្យធឿនធារាឆាប់ជាសះស្បើយនិងអរគុណដល់អ្នកគាំទ្រគុនខ្មែរជាពិសេសសង្វៀនទាំងអស់របស់ស្ថានីយ៍ទូរទស្សន៍ថោនហើយសង្ឃឹមថាពុកម៉ែបងប្អូននៅតែគាំទ្រដើម្បីគុនខ្មែររបស់យើងឈានទៅកាន់កម្រិតពិភពលោក